จะยนตองปงที่เยี่ยมมูลสัจจานังนันเตวัตโนวังทวังวิจโยหาเหจยาสุจยมังกะเลอปาราจิตปาลังเกเสเสปัทวิปากะเรอภิเสเกสัพปุนเทียหากะปัตโตปมาตตสนาคาตังสมังกะลังสัพเพียตังสหัตติตังสกนาโมหันตาจะสยทางพระมัจจาริสุปฏิเขนังกายกรรมังเวียจากรรมังปฏิเขนังปฏิเขนังมโนปฏิเขนาปฏิเขนานิกาทวานลพันตเตปฏิเขเนอายุวัฏกองธนวัฏกองสิริวัฏกองยศวัฏกองเปลวัฏกองวันนวัฏกองสกวัฏกองตุสัพพเตียตกะโรกะพยเวเรียสกาสัตโตจุปัฏฐเวียอเนกาอันตรายาปิวินาสันยเตชะสาจยเสติทนังเลียแผงสาติเพียงยังสักแข็งปะเลียงเสรีอายุจะวันนาจะพบแก้งบุตรีสวาสัทวาสายอายุจะจีวสันติเพียงวันตุเตยังต่อเติมสมเหยียดโยมปุตบอสัตสมเรียบจังหันปะเกณฑ์ตะกูมหาหกสวรรค์ให้สมรสเนี่ยคุณจะตึกชันเอาคางน้องให้ป้องเราดิสันนะเอาตอนน้อยตอนเตะให้ไก่บรรทอตะเตียบโยมดักตึกให้หมกแต่นั้นสมโยมโจมถวายปุโปดอลลูกกูแก้วหงไอจังนิมนต์กุญแจมนต์ติไอสมเจนเสกุลกับบ้านนะเสกุลอ๋อไอดับไว้ถวายปุโปดอลปุกุลนะจ๊ะอย่างไรอย่างไรสมเจนโยมปะนะไอต่อเต้าสมเจนโยมคณะกรรมการพอดุปูโซหินลายมากันแน่ดำไมสำเนาสำนานไปให้เจ็บไปนาทีเอาชานเตะเพราะเป็นเรียกใครพอได้บาอดดักคอปัญญาเตะคลายเวงพอจังสมไปนาทีให้ยันโยมโจมพอปตนี่มาอ่อยพอไอ้ยานาจะไหนพอนะพอให้สมเจนโยมโซหินพอเทียนพอต้นจังโยมเมียนตึกจัดยานาคลาหนักหนองเอาการในบ่อจังสมจริงมาเตะดับใบเอาหยุดโยมพระคุณละจ้าพุทธบ่อสัตว์บานเจียพองจังสมเจิญบ่นะฮัลโหลเจียปฐมเจ้าการนาสมฝ่ายกุมกุลแก้วห้องพิปัสนากรรมฐานหนึ่งสมฝ่ายกุมบริจิกุลกรุปองจิจาวาติกาหนึ่งประเทราท
ធិរៈទាំងអស់ដែលបានមុនមកពីទិសទាំង4ចូលទៅឆ្លើយបកគោថ្ងៃនេះខ្ញុំបានពិតជារំភើបដែលបានជួបនឹងលោកគ្រូហើយនឹងបានចូលរួមមានពីអីវែងឆ្ងាយទេមានតែការអបអរសាទរនិងគោរពទៅតាមអាវាតរបស់ដែលជាគុណដែលជាអ្នកនាំផ្លូវនិងសូមប្រគេនពរដល់បដិជគុណកែវហងនិងបដិជគុណគ្រប់ព្រះអង្គដែលមុនមកពីគ្រប់ទិសទីគ្រប់វត្តទាំងអស់ឲ្យជួបប្រទេសសេចក្តីសុខសេចក្តីចម្រើនអាយុយឺនយូរប្រជញ្ញយឺនយូរគ្រប់ព្រះអង្គសូមអរគុណនិងសូមអរគុណសូមអរគុណញោមសូហ៊ីងប្រធានវត្តតូរតូចឹងបានមានប្រសាសន៍ប្រកេនពរជ័យដល់ព្រះគ្រូវិបស្សនាកុសលកៅហឹងហើយតទៅម្ចាស់ទៀងប្រធានដើមបុណ្យញោមលឹមទៀងសូមអញ្ជើញប្រធានវត្តខាងអូតាវ៉ាប៉ុណ្ណាគឺលោកឡាខែកខាងអូតាវ៉ាសូមអញ្ជើញញោមឡើងមកខាងមុខប៉ុណ្ណាសូមមានប្រសាសន៍តិចប៉ុណ្ណាសូមអញ្ជើញញោមនៅទីណាកន្លែងណាប៉ុហើយតទៅក៏សូមអញ្ជើញញោមរីមចេងក៏អត់វែងប៉ុណ្ណាតែ3នាទីទេព្រោះកុំអោបឲ្យស្មើភាពនេះហើយបន្តទៅញោមរីមចេងត្រៀមលក្ខណៈហើយខាងវត្តរស្មីសាមគ្គីវឌ្ឍនារាមនៅទីក្រុងហាមន្តុនក៏អញ្ចឹងសូមអញ្ជើញញោមបងណាការនេះផងដែរខ្ញុំគិតថាក៏សូមក្រាបថ្វាយបង្គំព្រះគ្រូវិបស្សនាគណៈចាស់ហើយក៏សូមក្រាបថ្វាយបង្គំព្រះករុណាគ្រប់ព្រះអង្គទីសក្ការៈអង្គនាមខ្ញុំគណៈជាតំណាងគណៈកម្មការវត្តពុទ្ធតារាមគឺមានទីរីរាយសំណួរទីបំផុតដែលបានមកចូលរួមក្នុងកម្មវិធីបុណ្យអបអរបុណ្យបញ្ញតាធម៌នៅថ្ងៃនេះដែលសូមញាតិញោមស្ងាត់បន្តិចប៉ុណ្ណាសូមអរគុណបាទតែគិតទៀងព្រមទាំងគ្រួសាររបស់គាត់បានធ្វើជូនព្រះគ្រូរបស់គាត់បាទសូមប្រគេនពរដល់ព្រះគ្រូវិបស្សនាព្រមទាំងព្រះដល់ព្រះអង្គសូមញាតិញោមរក្សានូវភាពរៀបរយបន្តិចប៉ុណ្ណាចាំស្ដាប់ប៉ុណ្ណាសូមអរគុណហើយញោមចាត់ចែងចុះប៉ុន្តែសូមរក្សារបៀបស្ងាត់បន្តិចប៉ុណ្ណាចាទុកសោករូបភាពគ្រប់ប្រការសូមឲ្យព្រះអង្គជួបប្រទះតែនឹងសេចក្តីសុខមានជួបប្រទះតែនឹងពរគឺពរទាំងឡាយប្រការគឺអាយុវណ្ណៈសុខភាពនិងព្រមទៅដល់សម្បត្តិ3ក្នុងជាតិនេះឬអនាគតជាតិសូមឲ្យព្រះអង្គបានសម្រាប់ដូចជាប្រាថ្នាគណៈចាស់សាធុបាទសូមអរគុណបងណាប្រធានគណៈកម្មការវត្តនៅខាងអូតាវ៉ាតទៅសូមអញ្ជើញប្រធានរិមជេងនៅក្នុងចំណុះឲ្យវត្តរស្មីសាមគ្គីវឌ្ឍនារាមទីក្រុងហាមន្តុនសូមអញ្ជើញញោមឡើងមានប្រសាសន៍ដើម្បីជូនពរក៏ដូចជាថ្វាយពរដល់ព្រះគុណម្ចាស់ដើម្បីឲ្យព្រះអង្គមានសុខភាពល្អអញ្ចឹងសូមអញ្ជើញបងលោកខ្ញុំគណៈសូមក្រាបថ្វាយព្រះគុណម្ចាស់ហងហើយក៏សូមថ្វាយគុំព្រះរាជគុណគ្រប់ព្រះអង្គដែលបានមកនួនថ្ងៃនេះថ្ងៃនេះជាបុណ្យមួយដែលពូនស្រីយោធាននិងក្រុមគ្រួសារបានធ្វើពិធីអំណរគុណចំពោះព្រះគូកែវហងក្នុងថ្ងៃនេះអញ្ចឹងជាផកសំណាងរបស់កញ្ញាហើយលើតែឈ្មោះលើតែបងទៀននោះថាមានគ្រូនៅក្នុងស្រុកខ្មែរអញ្ចឹងមានតំណែងល្អប្រាប់ពីភាពពិតគ្រប់សពបែបយ៉ាងតាមទូរស័ព្ទអញ្ចឹងខ្ញុំកណ្ដាល
นั่นคือเมียนในเวชเวที่ผสมจูนประโคนเตยกุมแจนำไปประทับกุมเงาเจียมลบในประพุทธศาสนาเยอะบางอยู่ไว้ต่อเด็กตื้อสมบูรณ์เดียวยังจำกล่าวส่งเจอโยมหินชันติดต่อไปปีนาทีเอาคอยเก๋ส่งโยมเมียนภาษาอย่างน่าจะไหนประเกณฑ์พอก็ได้จะจึงพอดอนคุณจ้าส่งเจอโยมหินชันพอนะพอจำกล่าวเก๋พอส่งเอาก้นพอเอาประกุนเดียนยมประกาศมาพอตรงประเด็นพอดูประกุนจักเอาประกุนมาประกอบตรงที่ได้สักใส่กระดิ่งจำรานขนมพระกายใส่กระดิ่งสับใส่กระดิ่งจำรานขนมพระจักนึ่งใส่กระดิ่งสับใส่กระดิ่งจำรานขนมพระประตูโดยสมมติประกอบเมียนประจุนยืนยูដើម្បីជាមរតកដល់ត្រជាតិដល់ពុទ្ធសាសនិកជនទាំងអស់ហើយក្នុងការដែលព្រះអង្គជួលទូត្រង់បង្រៀនបង្រៀនពុទ្ធសាសនិកជាពិសេសក្នុងការផ្លូវវិបស្សនាទៅនៅក្រៅប្រទេសនិងនៅក្នុងប្រទេសជារៀងរហូតដល់ទៅអង្គប្រគុណបើចឹងសូមចំពោះគ្រូបាអាចារ្យនៅក្នុងថ្ងៃនេះមានអ្វីនឹងឲ្យវាឆ្ងាយទីក៏សូមថ្លែងអំណរគុណទៅបងម៉ាក់ហ្នឹងទៅអង្គុយចិត្តម៉ាក់ You sit down with some mommy វិចារការនៅវត្តចាំទៅយ៉ាងនេះហើយព្រមទាំងគ្រប់ទាំងអស់ហ្នឹងហើយម្យ៉ាងទៀតក៏សូមថ្លែងអំណរគុណដល់អស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលមានសទ្ធាជ្រះថ្លានឹកដល់គុណូបការៈគុណចំពោះអ្នកដែលធ្វើសេចក្តីល្អទាំងអស់នោះចឹងដូច្នេះសូមកុសលទាំងឡាយមហាកុសលទាំងឡាយចូលកើតមានដល់អស់ព្រះតេជគុណគ្រប់ព្រះអង្គហើយញាតិញោមពុទ្ធបរិស័ទទាំងឡាយឲ្យបានសោកសោកការកំបីឃ្លៀងឃ្លានឡើយសូមអរព្រគុណសូមអរគុណកណាសម្លេងគុណចាស់ប្រុសចង់សូមទៅគ្រូដែរចឹងញោមញាតិពុទ្ធបរិស័ទទាំងអស់បានជ្រាបហើយនៅធរដីការបស់ពុទ្ធម្ចាស់ហើយចឹងអ្វីគ្រប់បែបយ៉ាងកើតដោយការធ្វើទាំងអស់បានមានគៀពុទ្ធសាសនាត្រង់ត្រាស់សម្ដែងថាកម្មណានពីរយ៉ាងដូច្នេះយើងសាបព្រោះនៅកម្មល្អយើងនឹងបានផលល្អមកវិញបើយើងសាបព្រោះនៅកម្មអាក្រក់យើងនឹងបាននៅកម្មអាក្រក់មកវិញយ៉ាងណាមិញមានគៀពុទ្ធសាសនាដែលជាគោលដែលយើងត្រូវបប្រតិបត្តិមាន3ទី1យើងសិក្សាអំពីព្រះបរិយ័តជាពិសេសញាតិញោមនៅប្រកែអានបត្រៃវេដកទាំង110បាហ្នឹងខំទៅបើញោមពាក់វ៉ែនតាមកពីមកអានហ្នឹងខំមកញោមហើយពីដើមឈឺទេគាត់ចូលពេទ្យចូលអីវះដល់គាត់រៀនបថគាត់ឈប់ឈឺប្រហែលបាន120ក៏គាត់មែនមកទៅប៉ុណ្ណាហើយមួយទៀតយើងសិក្សាបរិយ័តបានច្រើនហើយយើងមានវិគីមួយទៀតគឺបដិបត្តិចឹងគុណជាម្ចាស់ព្រះអង្គយកចិត្តទុកដាក់គួយ15នាទី2នាទីអីយ៉ាងណាអានេះគឺជាកិច្ចបដិបត្តិឲ្យឃើញនៅសភាវៈពិតចំណុចទី3គឺបដិវេកក្រោយពីយើងបានបដិបត្តិទៅតាមគោលដៅឬបទដែលយើងយកមកចម្រើនភាវនាបដិបត្តិហើយនឹងបានសម្រេចមគ្គផលពិតប្រកបប៉ុណ្ណានេះតាមមាគ៌ាពុទ្ធសាសនាហើយតទៅសូមបញ្ចប់កិច្ចប៉ុណ្ណឹងចាស់ញោមណាហើយអរគុណញោមលឹមទៀងណាញោមឃើញស្អាតណាស់ពីអ្នកគ្រួសារគាត់នោះហ្នឹងហើយថ្ងៃហ្នឹងញញឹមរហូតបើគុណចាស់ហើយខ្ញុំកណាបានធ្វើបន់ញញឹមរហូតបើណាប្រកបពុបចេតនាហ្នឹងប្រហែល 3-4 ខែហើយបើអញ្ចឹងសូមប៉ុណ្ណឹងចាស់ហើយសូមជើញញាតិញោមលើកនៅចង្ហាន់បណ្ឌបាតដើម្បីយើងវេប៉ុណ្ណាយើងវេចង្ហាន់បណ្ឌបាតប្រគេនដល់គុណចាស់គ្រប់ព្រះអង្គហើយនិមន្តគុណចាស់សម្ដែងពធទេសនាក្នុងពេលនោះដែរដល់ពីព្រះអង្គឆាន់ចង្ហាន់យើងនិមន្តគុណម្ចាស់បណ្ឌិតហុកសវណ្ណដើម្បីទេសនាពន្យល់អំពីបនកតញ្ញូកតវិធីតា
នេះឯងតើមានអត្ថន័យខ្លឹមសារយ៉ាងណាហើយញាតិញោមពុទ្ធបរិស័ទគឺយើងតាមដានស្ដាប់ដើម្បីឲ្យបានជាអ្នកជាផលទាំងអស់គ្នាព្រោះការស្ដាប់ពធបានបន់ច្រើនណាស់មើលញាតិញោមណាចង់តកើតទេខ្ញុំប្រកាសណាសូមអារាធនាប្រដេចប្រគុណបណ្ឌិតហុកសវណ្ណសម្ដែងព្រះធម៌ទេសនាសូមរក្សាការស្ងាត់ស្ងៀមដើម្បីស្ដាប់ព្រះធម៌ទេសនាលោកម្ចាស់សូមមេត្តាប្រទេសនាព្រះធម៌មានយើងខ្ញុំគ្រប់រូបបានជួបជុំគ្នាប្រងចាំស្ដាប់ព្រះធម៌បំភ្លឺផ្លូវសត្វដើរទៅផុនតុងឆាប់ចាងឈឺស្លាប់ត្រូវប្រញាប់ឆ្លងភពបីលោកម្ចាស់មានកាំងរណាប្រងទេសនាធម៌វិន័យត្រូវតាមបីដងបីព្រះចិនស្រីមានពុនដីកាហេតុនេះពុនបរិស័ទប្រងប្រយ័ត្នស្ដាប់ទេសនាស្ងប់ស្ងៀមកុំចរចាកើតបញ្ញាពីការស្ដាប់សូមអនុមោទនាស្ដាប់ព្រះធម៌ទេសនាសូមអនុមោទនាបុណ្យសូមអនុមោទនាមគ្គផលបុណ្យសូមនមស្ការចំពោះគុណព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពបន្ទាប់ពីបទនមស្ការដោយសេចក្តីសង្ខេបសូមចាប់ផ្ដើមសម្ដែងធម៌ទេសនាធម៌ទេសនាដែលបានកើតឡើងក្នុងពេលឱកាសនេះដោយពុទ្ធបរិស័ទជាសិស្សគន់គឺលោកយាយឧបាសិកាលឹមទៀងពិតពីតាទៅជំលឹមចឹងលឹមទៀងព្រមស្វាមីព្រមទាំងស្វាមីរបស់គាត់បានព្រួយផ្ដើមធ្វើពិធីមួយឲ្យឈ្មោះថាបុណ្យកតញ្ញូហ
ថាបុណ្យកតញ្ញូក្នុងពេលឱកាសនេះមានភ្ញៀវកតញ្ញូគឺមានលោកយាយស៊ីមឿនហើយសហការីរបស់គាត់ម្នាក់ទៀតមកជាមួយមកពីភ្នំពេញប្រទេសកម្ពុជាមករួមផងគាត់ហើយជាកតញ្ញូមួយទៀតគឺឧបាសិកានុចសារិតាជាបុគ្គលិកនៃវិទ្យុសម្លេងសហរដ្ឋអាមេរិកមករួមក្នុងនាមឯកជនរួមចាត់ទុកថាជាកល្យាណមិត្តគឺអ្នកដែលចម្រើនធម៌តាក់ទងគ្នាធម្មតាហើយនៅពេលនេះមានប្រសង់មកច្រើនវត្តមានប្រសង់ច្រើនអង្គមករួមជាកតញ្ញូក្នុងពិធីបុណ្យកតញ្ញូនេះផងបុណ្យនេះបានគិតយូរថ្ងៃតាមថ្មដឹងគឺឧបាសិកាយើងទៀងវាខំខ្នះខ្នែងណាស់បងថាធ្វើឲ្យបានពេលនេះដើម្បីជាការតបគុណគ្រូបងហើយសង្ឃាមទៀងធ្វើឲ្យហើយឥឡូវថ្ងៃនេះបានបញ្ចេញជារូបរាងបុណ្យនេះហើយបងមានកម្មវិធីហោហែមកហើយពេលនេះជាពេលទេសនាហើយប្រសងកំពុងឆាន់គេឱកាសល្អពុតស្ងាត់ប្រសងលោកឆាន់លោកស្ដាប់នឹងផងហើយពុទ្ធបរិស័ទមិនទាន់ទទួលទានភោជនាហារហើយព្រះអង្គពិធីកសម្របសម្រួលនេះក៏ឆ្លេះវៃទៀតគេថាអត់ទាន់ឲ្យយ៉ាងកេញទេហើយនៅក្បែរយើងថាមិនទាន់យ៉ាងកេញមិនអស់ចិត្តមិនហ៊ានទៅដោយចាំទេហើយចាំយ៉ាងកេញឧទ្ទិសកុសលដោយមនុស្សសាបពីនេះកាន់ខ្ញុំក្នុងពីនេះគេតែនៅរវល់ទៅនៅដល់នៅទៅបានស្ដាប់ទេយ៉ាងបងដូច្នេះក្នុងពេលឱកាសនេះស្វាសូមចម្រើនពរសង្កេតទៅមើលពុទ្ធតើការដឹងគុណពុទ្ធដឹងរបៀបម៉េចហើយព្រះលោកទទួលអនុមោទនាហ្នឹងបងហើយស្មាកលេចឃើញព្រះលោកសពតិរឿងបដិបត្តិបូជាដូចជាធម៌យោវអនន្តមយាហ្នឹងគឺថាណែឯងប្រតិបត្តិធម៌ដល់សំគួរដល់ធម៌ឈ្មោះថារាប់អានតថាគតឈ្មោះថាគោរពគុណតថាគតមិនបាច់ឲ្យអីទេក៏មិនបាច់ប្រកេតថ្វាយអីក៏បានដែរឬក៏មិនបាច់គោកច្បាច់ទេណាគេយើងសាធម្មតាដឹងគុណគ្រូដល់គោកច្បាច់នៅចិត្តឯកគ្រូថែទាំណាព្រះរតសាបងព្រះអត់សាសរសើរអ្នកប្រតិបត្តិធម៌ហើយធ្វើគ្រឿងសក្ការៈបូជាក៏លោកមិនសូវសរសើរបាទមានសេចក្តីដំណាលមួយពេលពុទ្ធចិត្តបរិនិព្វានព្រះអង្គប្រកាសថានៅ3ខែទៀតតថាគតបរិនិព្វានហើយបន្តទៅទៀតដល់ពេលចិត្តបរិនិព្វានហ្នឹងពិខុទាំងអស់មានប្រាណនជាដើមលោកនៅជាបតុជនលោកស្ដាយប្រពុតស្ដាយមិនចេះទេបើប្រពុតគង់នៅគាត់គង់បានស្ដាប់ធម៌តែបានស្ដាប់ធម៌ព្រះអង្គហើយដល់ព្រះអង្គនៅពេលបាត់ទៅខានបានស្ដាប់ហើយរឿងស្ដាយឡើយហ្នឹងហើយពិខុអង្គនោះជានៅបតុជនហ្នឹងវានៅមិនទាន់លះកិលេសតណ្ហាអស់ឯណាវានៅស្រឡាញ់នៅស្អប់ហ្នឹងហើយនៅស្រឡាញ់ពុទ្ធពេកទៅយំបងខ្លះយំអីបច្ចុប្បន្ន80ព្រះអង្គពេលបច្ចុប្បន្ន80យំស្ដាយព្រះអង្គពេលនៅពេលហ្នឹងប៉ុន្តែផ្លែកពីគេមានពិខុមួយអង្គលោកអត់យំទេលោកគិតខ្លួនពីនៅកន្លែងឈូឆនៅជុំវិញពុទ្ធហ្នឹងទៅចម្រើនធម៌តែមួយអង្គឯងទៅចម្រើនធម៌ធ្វើសមថវិបស្សនាហើយពិខុអង្គដទៃលើកទោសថាពិខុនេះអត់ទាំងគុណព្រះទេពេលព្រះកំពុងមានព្រះអាពាហ៍យ៉ាងធ្ងន់មានព្រះរហិតធ្លាក់ទៀតមិននៅហែហោមមិននៅថែទាំទៅរត់ទៅកិច្ចខ្លួនទៅណាបាត់ហើយដល់ពុទ្ធលើសូពិខុទាំងអស់លើកលែងទោសអញ្ចឹង
ឲ្យគេហៅភិក្ខុនឹងមកសួរឥឡូវគេចោទឯងថាមិនស្រឡាញ់តថាគតទេពេលតថាគតចិត្តបរិនិព្វានហើយបែរជាកិច្ចខ្លួនបាត់តែកិច្ចខ្លួនទៅធ្វើបែបម៉េចតែភិក្ខុលោកឆ្លើយជានៅថាតែបបិទ្ធព្រះអង្គមកចម្រើនពិតមែនហើយខ្ញុំព្រះអង្គគិតឃើញថាព្រះអង្គចិត្តបរិនិព្វានហើយខ្ញុំព្រះអង្គកិច្ចខ្លួនទៅចម្រើនសមថវិបស្សនាដើម្បីឲ្យបានសម្រេចមគ្គផលមុនព្រះអង្គបរិនិព្វាននោះថាអញ្ចឹងព្រោះថាខ្ញុំព្រះអង្គប្រញាប់ទៅចម្រើនធម៌ធ្វើសមថវិបស្សនាភេវនាដើម្បីឲ្យបានសម្រេចមគ្គផលមុនព្រះអង្គបរិនិព្វានទៅព្រះអង្គលើអញ្ចឹងព្រះអង្គប្រទានពរសពសាសកាថាសាធុប្របីហើយណែឯងធ្វើទាំងត្រូវហើយឈ្មោះថាស្រឡាញ់តថាគតហើយបងបានព្រះអង្គបែរប្រភពទៅរកភិក្ខុដែលនៅជុំវិញព្រះអង្គថាណែមនាភិក្ខុទាំងឡាយបើអ្នករាល់គ្នាចង់តបគុណតថាគតស្រឡាញ់តថាគតរាប់អានតថាគតចូលធ្វើតាមភិក្ខុអង្គនេះគឺបដិបត្តិបូជាបូជាដល់ដល់តែព្រះទៅជាសរសើរភិក្ខុដែលរត់ទៅចម្រើនធម៌ទៅវិញមិនសរសើរភិក្ខុដែលនៅជុំវិញកំពុងទុំសោកស្ដាយព្រះអង្គព្រោះនេះគិតមើលគិតឲ្យជ្រៅមើលគឺថាព្រះអង្គស្រឡាញ់អ្នកប្រតិបត្តិទៅម្ដាយឪពុកយើងធ្វើតាមអាវាតរបស់គាត់ឈ្មោះថាគោរពគុណគាត់ទេព្រោះពេលប្រកបនឹងគួរច្បាច់ហើយយើងអត់មានធ្វើតាមពាក្យគាត់ផងមិនថាគោរពគុណគាត់ចង់ធ្វើតាមអាវាតរបស់គាត់ឈ្មោះថាគោរពគុណគាត់ហើយមិនបាច់ឲ្យអីក៏បានដែរដូចជាបញ្ជាក់ថាពុទ្ធលោកសរសើរបដិបត្តិបូជាគឺសិលសមាធិបញ្ញាធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានជាការរំលត់ទុកនេះឈ្មោះថារាប់អានព្រះអង្គគោរពព្រះអង្គឈ្មោះថាលើកតម្លៃពុទ្ធសាសនាធ្វើឲ្យពុទ្ធសាសនាគង់វង្សនៅបានដោយសារការសិក្សារៀនសូត្រនិងការប្រតិបត្តិតាមណាឥឡូវបែរម្នេះវិញណាបែរលោកយាយយំទៀងនេះដែលធ្វើតបគុណគ្រូមានពាក្យបញ្ញាចិត្តទេសន្តិកថាវិញមានពាក្យមួយម៉ាត់ថាចាប់ពីពេលនេះខ្ញុំប្រកាសណាសូមគោរពតាមពាក្យប្រវត្តិរបស់គ្រូហើយនឹងប្រព្រឹត្តធ្វើល្អតទៅទៀតមានពាក្យអាម៉ាត់ទេក៏អាហ្នឹងឲ្យខ្វះព្រោះតែខ្វះព្រោះមានសំខាន់ត្រង់សរសើរលេខសើកើតទេសរសើរគឺតាំងចិត្តគោរពតាមពាក្យរបស់លោកខំប្រតិបត្តិតាមអាហ្នឹងឈ្មោះថាគោរពគុណគ្រូក៏នឹងលើកបានទេហោលើកតួយ៉ាងដូចពុទ្ធបាញ់យកមកសម្ដែងនេះគឺគោរពគុណគ្រូគឺធ្វើតាមអាវាតណាបងហើយការប្រគេនគ្រឿងសក្ការៈបូជាស្បង់ជាពរអានឹងធម្មតាទេបងនឹងធម្មតាគួរប្រគេនប៉ុន្តែសំខាន់លើសនេះទៀតគឺការធ្វើតាមអាវាតណាធ្វើតាមពាក្យបដៅរបស់លោកគ្រូនឹងមានច្រើនយ៉ាងឥឡូវវិញនិយាយគ្រូមួយហៅឧទ្ទេសសាចារគឺគ្រូបង្រៀនបាលីហើយតែបង្រៀនបាលីព្រោះពុទ្ធវចនៈពាក្យព្រានបដៅរបស់ពុទ្ធសរសេរជាភាសាបាលីដូច្នេះអ្នកចង់យល់ពុទ្ធសាសនាត្រូវរៀនបាលីព្រោះអត់មានសេខ្មែរទេសេខ្មែរទំបកប្រែក្រោយដើម្បីឲ្យស្ដាប់សេចក្តីបានព្រោះតែបុចាស់បុរាណវិញប្រកាន់ធម៌ចាស់ធម៌ថ្មីមិនឲ្យប្រែទៀតប្រែថាធម៌ថ្មីគេមិនរាប់អានទេពីមុនប្រឆាំងគ្នាបើឥឡូវយល់ហើយព្រោះយល់បកប្រែហ្នឹងដើម្បីឲ្យយកសេចក្តីការប្រតិបត្តិឲ្យបានត្រឹមត្រូវបើយើងមិនយកសេចក្តីប្រតិបត្តិមិនត្រូវក៏នឹងថាមិនបាលីយើងអត់សូម្បីតែអ្នកបញ្រៀនបាលីសូម្បីអ្នករៀនបាលីក៏មិនងាយយល់ផងយកលោតប្រយោគទៅមួយចុះមកឡើងដូច្នេះពាក្យថាសាចារហ្នឹងគឺគ្រូបង្រៀនបាលីមួយទៀតបពាចាអ្នកកំពុះជាសាមណេរពុះប្រសង់ជាសាមណេរហៅបពាចាហើយបំពេញឧបសម្បទាជាភិក្ខុហៅ
បបហៅថាឧបសម្បទាចាបំពោះបំពេញជាភិក្ខុក៏ជាភិក្ខុហើយមួយទៀតហៅធម្មេចាធម្មេចាគឺអ្នកបង្រៀនធម៌ទៅបង្រៀនធម្មវិន័យបង្រៀនបត្រៃបៃដកអាហ្នឹងហៅធម្មេចាហើយពាក្យមួយទៀតមិនប្រើត្រូវហើយគឺវិបស្សនាចាវិបស្សនាចាគឺបង្រៀនវិធីតិចនិចប្រតិបត្តិសមថវិបស្សនាហៅថាវិបស្សនាចាក៏ហៅត្រូវចូលផ្នែកអនុវត្តទៅធ្វើវិបស្សនាទៅធ្វើបែបបង្រៀនអញ្ចឹងហៅថាវិបស្សនាចាបាទហើយធម្មនេចាជួនកាលបង្រៀនធម៌អត់មានបង្រៀនប្រតិបត្តិទេអត់បង្រៀនប្រតិបត្តិគាត់បង្រៀនធម៌បង្រៀនថានេះធម៌មានធម៌បែបម៉េចហ្នឹងហៅធម្មនេចាហើយដល់បង្រៀនការអនុវត្តសមថវិបស្សនាហៅវិបស្សនាចានឹងត្រឹមត្រូវเป็นเป็นครูមួយទៀតអានឹងគ្រូអានឹងផ្សេងពីពុទ្ធសាសនាគ្រូមន្តអាគមគាថាគ្រូមន្តអាគមគាថានឹងរឿងមួយទៀតបាទអានេះរឿងពុទ្ធសាសនាដែរគេថាបើគោរពព្រះអង្គកែវហងចូលកញ្ញាណកែវហងគឺចូលវិបស្សនាចារហើយសមថវិបស្សនាចារក៏យើងហៅខ្លីហៅវិបស្សនាចារចឹងបានគឺថាបង្រៀនបង្ហាត់ខាងវិបស្សនាធរៈមួយគន្ធធរៈហ្នឹងធម្មវិចាគេរៀនឲ្យយល់ពាក្យពេចន៍បដៅរបស់ពុទ្ធជាផ្នែកគន្ធធរៈដល់វិបស្សនាចាហ្នឹងផ្នែកវិបស្សនាធរៈផ្នែកអនុវត្តផ្នែកអនុវត្តគឺថាអង្គុយធម៌បែបមិនគិតថាមិនបែបណាហ្នឹងអាហ្នឹងចូលវិបស្សនាចានឹងពីហ្នឹងបងនឹងគ្រូមានច្រើនយ៉ាងហើយគ្រូស្អីអានេះផ្សេងទេមិនចូលក្នុងនេះទេមិនចូលពុទ្ធសាសនាទេចូលពុទ្ធសាសនាមានតែប្រមាណហ្នឹងដូច្នេះរឿងតបគុណគ្រូក៏នៅរឿងរំលឹកឡើងវិញទេរំលឹកឡើងវិញថាយើងបានសិក្សាពីគ្រូបង្ហាត់បង្រៀនហើយឥឡូវគឺធ្វើម៉េចហើយមួយយ៉ាងតាមធម្មតាយើងចង់ឲ្យមានបច្ចុប្បន្នយឺនយូររស់នៅយូររស់នៅយូរដើម្បីអីព្រោះធម្មតាទេគេថារបស់ដែលមានប្រយោជន៍មនុស្សបុគ្គលប្រសង់ដែលមានប្រយោជន៍ដល់ខ្លួនយើងចង់ឲ្យរស់នៅយូរដោយពុទ្ធចឹងពុទ្ធបរិស័ទចង់ឲ្យពុទ្ធគង់នៅយូរដើម្បីបានស្ដាប់ធម៌ហើយចង់ឲ្យព្រះអង្គកែវហងមានប្រយោជន៍យូរដើម្បីបានស្ដាប់ធម៌តទៅទៀតនៅបំណងចឹងណាពេលណារស់នៅយូរអត់ប្រយោជន៍នោះយូរដកដង្ហើមចេញចូលមិនអត់បានធ្វើការងារអីធ្វើតែកុសលអកុសលអញ្ចឹងបើធ្វើបំពេញអកុសលអញ្ចឹងបានន័យថារស់នៅយូរដរាបណាបំពេញបាបកាន់តែច្រើនដរាបនោះបំពេញសេចក្តីទុក្ខកាន់តែច្រើនឡើងបើស្លាប់ទៅវាល្អជាងព្រោះរស់នៅយូរបំពេញតែបាបពេញតែបាបហើយតែថាបើរស់នៅយូរបំពេញបុណ្យកុសលបំពេញអំពើល្អគួររស់នៅយូរហើយវាមានប្រយោជន៍ដល់ខ្លួននោះឬប្រយោជន៍ដល់សង្គមមនុស្សបើថាបើគ្រួសារវិញប្រយោជន៍ដល់គ្រួសារបើសង្គមប្រទេសសហគមន៍សាសនាវិញមានប្រយោជន៍ដល់សង្គមដោយពុទ្ធប្រយោជន៍ដល់សង្គមហើយពុទ្ធលោកប្រយោជន៍ដល់មនុស្សលោកទូទៅគ្រប់ប្រទេសទាំងអស់ដែលជឿកាន់ពុទ្ធសាសនាគឺគេចង់ឲ្យព្រះអង្គមានប្រជញ្ញយូរដើម្បីមានប្រយោជន៍ដល់គេចឹងណាហើយចង់ឲ្យព្រះអង្គកែវហងរស់នៅយូរដើម្បីប្រយោជន៍បានស្ដាប់ធម៌ហើយឲ្យប្រយល់បច្ចេកទេសតិចនិចពិធីប្រតិបត្តិបែបណាតទៅទៀតអានេះសំខាន់ណាស់តែរស់ចង់ឲ្យរស់នៅយូរចឹងទេប្រយោជន៍ចឹងព្រោះតែដឹងគុណគ្រូត្រង់សុខចិត្តស្ដាប់តាមអាវាសសុខចិត្តធ្វើតាមគ្រូគោរពពុទ្ធធ្វើតាមធម៌ពុទ្ធណាលោកព្រះអង្គបញ្ជាក់ចឹងជាតែបដិបត្តិបូជាថ្ងៃមួយព្រះរាហុលបុត្រប្រុសកូនប្រុសរបស់ពុទ្ធមុនព្រះអង្គបួសនោះណាព្រះអង្គបានត្រាស់ដឹងនៅជាបរមពោធិសត្វព្រះអង្គមានកូនមួយដែរមានកូនមួយជាមួយព្រះនាងពំពេគេណាព្រះនាងពំពេនាងនោះមិនដឹងប៉ុន្តែទៅចាត់ព្រះរាហុលឲ្យទៅសុំកំណត់ត្រកពីប្រាប់បៃតាណែ
ពុទ្ធសំណាក់គោដំជាបិតារបស់បុត្រហើយឥឡូវសូមបុត្រទៅថ្វាយបង្គំលោកទៅសុំសម្បត្តិណាសុំគេអកគឺសុំកំណត់ទ្រព្យហ្នឹងគេអកទៅថ្វាយបង្គំលោកទៅតន់លោកនៅរស់ហើយរហូតដល់រឿងនេះរហូតមិនទាន់យល់ទេទៅសុំមែនទៅសុំបិតាសុំប្រទានកំណត់ទ្រព្យតើពុទ្ធប្រទានអីប្រទានឲ្យអីមានដីស្រែចម្ការផ្ទះសម្បែងណាមានគេអកណាពុទ្ធលះអស់ហើយឲ្យស្អីឲ្យដីស្រែអត់អញ្ចឹងពុទ្ធឲ្យសារីបុត្រ9អាហ្នឹងគេមកដល់ពុទ្ធឲ្យបួសឲ្យបួសឲ្យតែហូលបួសជាសាមណេរបើមិនទាន់អាយុ21នៅក្មេងបើអាយុជាង10ឆ្នាំឲ្យបួសអាហ្នឹងសម្បត្តិរបស់ព្រះសម្មាគោតមប្រទានដល់បុត្រគឺឲ្យបួសឲ្យបួសប្រទានសម្បត្តិហ្នឹងដូច្នេះគ្រូដែលផ្ដល់ដល់សិស្សគឺធម្មទានគឺការប្រទានធម៌ទេសនាបញ្ញត្តិមធ្យោបាយតែគឺថាធម្មទានសេះទានទាំងពួងដែលត្រឹមត្រូវពេលហ្នឹងជាងភាសាជាងអមេរិកទេណាបើយើងមានស្វាយផ្លែស្វាយទុំមួយណាផ្លែស្វាយទុំមួយយើងឲ្យយើងទទួលទានហើយទទួលទានបានប្រហែលពេលស្វាយមួយទទួលទានអស់ទៅបានតែមួយពេលឆ្អែតមួយភ្លេតណាប៉ុន្តែមួយគេមិនឲ្យស្វាយទុំនឹងទេគេឲ្យក្របយកទៅដាំគេឲ្យក្របយកទៅដាំហើយគេប្រាប់មធ្យោបាយដាំតែយកដាំក្នុងដីចាក់ដីដែលមានជីជាតិសោចទឹកបែបម៉េចគេប្រាប់វិធីដាំដល់ដាំទៅចេញជាដើមបែកមេឃធៀងផ្កាមានផ្លែមិនបេះរាល់ឆ្នាំឲ្យស្វាយមួយទទួលទានតែម្ដងអស់បើគេឲ្យផ្លែស្វាយគេតាមមធ្យោបាយដាំគេឲ្យពូជយកទៅដាំដល់ដាំក្របយកទៅដាំទៅដុះបែកជាមេឃផ្លែផ្កាបេះរាល់ឆ្នាំអាហ្នឹងធម្មទានតាមមធ្យោបាយធម្មទានតាមមធ្យោបាយខ្លួនឯងយកទៅលេងយកទៅធ្វើទៅអនុវត្តទៅហើយយ៉ាងណាមិញធម្មទានហ្នឹងគឺពុទ្ធប្រទានធម៌ពុទ្ធប្រទានធម៌ឲ្យសត្វដើរតាមធម៌ណាយើងគោរពពុទ្ធគោរពធម៌គោរពព្រះសង្ឃហ្នឹងគឺតោះហ្នឹងហើយតោះយើងធ្វើតាមយើងអនុវត្តតាមយើងដើរខ្លួនយើងហើយប៉ុន្តែយើងអត់ស្គាល់ផ្លូវហើយពុទ្ធលោកស្គាល់ផ្លូវទៅកាន់សេចក្តីទុក្ខផ្លូវទៅកាន់សេចក្តីសុខបែបណាយើងដឹងដោយពុទ្ធលោកតាដឹងយើងពឹងព្រះពឹងត្រង់លោកបង្ហាញផ្លូវយើងដោយអ្នកបង្វែងផ្លូវត្រូវការអ្នកស្គាល់ផ្លូវសួរផ្លូវគេហើយគេប្រាប់ផ្លូវទៅយើងអ្នកបង្វែងផ្លូវទៅដើរខ្លួនឯងណាមិនឲ្យអ្នកប្រាប់ដើរជួសយើងទេដល់បើពឹងពុទ្ធត្រង់ហ្នឹងត្រង់យើងបានស្ដាប់ធម៌ព្រះពុទ្ធបានសម្ដែងទាំងសំខាន់នៅត្រង់ហ្នឹងហើយយើងយកមកប្រតិបត្តិដើរខ្លួនឯងមានឲ្យអ្នកណាដើរជួសទេមានទេវតាព្រះអិនប្រព្រំសូម្បីព្រះលោកមិនដើរជួសយើងទេត្រូវយើងដើរដោយខ្លួនឯងហ្នឹងសំខាន់ទៅទាំងយើងពឹងព្រះណាតិចទៅណាតិវេសារណអញ្ញពុទ្ធោធម្មោមេសង្ឃោមេសារណវរាំងខ្ញុំប្រកាសណាសូមដល់នៅពុទ្ធជាទីពឹងទីរលឹកស្មើដោយជីវិតឬលើសជីវិតទៅទៀតនោះមិនបានន័យថាបន់ព្រះឲ្យជួយទេគឺជាផ្នែកប្រតិបត្តិស្ដាប់បានហើយយកមកធ្វើតាមណាអានេះបានផលបានផលយ៉ាងណាមិញរឿងគ្រូដូចគ្នាតែពីពុទ្ធទៅនៅអ្នកប្រាជ្ញចេះដឹងចំនួនក្រោយហ្នឹងអាចណែនាំបញ្យល់យើងហើយយើងស្ដាប់បានហើយយើងយកមកប្រតិបត្តិតាមណាប្រតិបត្តិតាមអាហ្នឹងបានផលឲ្យយើងហើយឈ្មោះថាគោរពកាលណាយើងធ្វើអញ្ចឹងទៅវាឲ្យតម្លៃដល់គ្រូហើយព្រោះតែកូនសិស្សរៀនពីគ្រូណារៀនពីគ្រូកែវហុង
với là bay một cái hồng là bỏ cái hồng này với đây lực đầm lại cua bởi vì mình phải bạn tam cái bọn lịch thì lịch tam mình thì trong ở cua viên là bay small dương đa tám và bạn tham đó nó kê một cú túc chỉ ca lực đầm cám kê một cú để dân bàn riêng rồi cái số và rất là bên cú dân ăn cú rồi ai đặt lời kho ở chỉ một tới nơi và sống chỉ là chết đằng chỉ là chết đằng chuối này non chuối bị cho rồi mà tiền nó trong khăn tầm lắm rồi còn tay chết sẽ phải thà được kho phải chạy buôn nó dân đòi phải chạy buôn còn là sống đến đừng các bạn đấy sống đây một số bóng dịp bố thì chọc nhọc tú với tinh tú của chớ nó bóng ấy mình khóa đi sống đi và sống mai bé còn thì nên khóa đây phải chạy bố được hai sống đấy và ớt khóa lại để làm thêm rồi tiện phong lại thoát đó còn thấy phê sự chết có phê sự chết chớ nó phê sự chết ấy có phê sự chết sao gặp phong và lại chuyện kỳ mỹ cái mỹ và thoát được thương tục luôn thế đấy rồi mới có chuyện này hạ lại cô được tu tiên sọt tam sọt phép bao giờ đây nhé những ông bậc tham lúc đầu chạy buôn bàn chạy buôn á để xong cua và xong được thua bán hay xong rúng từ tam sọt phép bao lục những cột phong chẳng tới đám bấy sọt phép của chỉ bước lúc riêng cái chết về tiện thùng kia bờ cái một tổ từ rê hái bài nhà bài mấy cái chọc soi đây hay lúc sau này thô mấy cái của chư bên là pet cầm lăng soi của những ai cột cung đằng quân đòi cột cung phải chạy buồn chừng và nó mình thọ sao này tầm khăn với tí tầm năng rồi pol làm bên chừng cứ đạp tiện lục hay cứ rút tam tiện chỗ lốp hay và vì môn mò dân thuê của hai mình ban của rút tam đấy bên thứ bốn này chạp thì bên đi tới là việc xong hai cái hai của đại nhà chất vẫn còn lấy cho ác thì than chất tăng chất thà nhung và cả na xôm thời ta mà và to được tiết vì môn mò nhung với na đôi thuê của hai khác thuê cả hai khác mình của rút tam mà và hay bên đi xôm của rút tam ở và thưa ơi là o to được tiết năng song khăn đó có tăng chặt chắn tới to con cừu của các thầy nhu nó chia on rồi bao bản đất của chia cái tệ bản đất on bao bản đất rồi bản đất bên on 4 ata sốt thí thôi cừu này bò sốt bạc sốt thí nhang đã được tây bò sốt sang cả hạ song cừu các thầy nhu đâm cồn từ đấy cả thầy nhu nó chia biệt mối nòng ong rồi bò bản đất cái câu chuyện trai câu để thô hành thấy sẽ chặt cả thầy nhu đâm biển ai thà biển cả đá của bạn này mỗi đâm thật nên nó bên côn này mỗi chuyện đâm khó đâm trâu đâm hai đâm phó và học cả thầy nhu rồi cả thầy nhu và thầm mình đâm rồi màยังthấy tôi ra cả thầy nhu thấy và cả thầy nhu và ta nè ọt đâm bởi vì màยังทำđã ọt đâm sọเลยọt đâm sọ hoặc là tại mình đứng cho trên tam chồng mò rồi là gì lấy nhé nè đâm đâm chắc những đâm là cho trên chỗ tam chồng mò này anh đâm sọ lấy ấy bạn thầy nuôi lồng ngon đâm hai đâm phò đâm cún đâm tô à phải cần giúp bạn là đâm hai đâm phò đâm cún đâm tô thà đấy trên bên cún này đây mình bên cún đấy đâm cho là hào cắt thì nhu và giống cho nó rê từ rồi tận côn miệt đa với đa côn cừu trà chứ nó còn bộ lấy trà một cái trà cà trà về lê na tiền về trà bồn sọt mai phun pinอยู่ตรงนี้เถื่อtrà vì trà vẹt tì mà này ถื่อtrà vấn đề chứ và play đâyยืนเถื่อtrà còn là sâu thô bài mấy bồn từ cam bị thi bài mấy sầm rốt bài mấy năng mối phân đồng nghĩa là thưa sanh thị pasana đối áp đồng nghĩa có khoa năng mỏng chả một tiện tô bùng bình sung thầm cả khoa năng mối
ý sầm khán nó bị pasana bộ hay tiếng bật song tiếng ấy cô chỉ nói bị pasana và thoa ngày bốn ngày được tam phò thọ ngày cho bao bật sụn nằm pính môi nằm pính môi được khai xin việc phải chỉ lưu tu tờ pính mà cầm chế ngày đến gì ngày ở bài thọ đó gì trai sana công nghệ này em sờ mà ngày gì bị pasana vậy sẽ khắc bộ con là sẽ khắc bộ con ở cái sàn đầm pây bộ về thonจะล้อมchán đầm pây bộ vậy tới vềจะล้อมthổ cái đó mà vậy bị đi tới lưu đầm pây lưu đầm sọc mai về đầm pây sọc mai cái sàn điไปโยนthổคลาดដើម្បីជួយជំនួយខ្លះដើម្បីយល់ពេលពុទ្ធសាសនាច្បាស់លាស់រឿងវិសាមថាវិបស្សនាដូចមិនយល់ហ្មងហើយបើអ្នកបង្រៀនវិបស្សនាវិញអត់ដែលមើលបតៃវេដកសោះស្រាប់ទៅបង្រៀនគេមិនដឹងតែអាងគោលអីឥឡូវបែកចក្រាចក្រាយណាពេញទៅពេញដីដែរទៀតក្រៅបែកដកសូមពុទ្ធបរិស័ទជ្រាបថាបតៃវេដកហ្នឹងពិភពលោកទទួលស្គាល់ពលពេលពុទ្ធសាសនាថេរវាទយើងនេះថេរវាទពាក្យពេចន៍បណ្ដារបស់ប្រធេរៈគឺបន្ទាប់ពីពុទ្ធបរិនិព្វានទៅប្រធេរៈជាព្រះអរហន្តលោកធ្វើសង្កេយនាដោយអង្គនេះថា council ប្រជុំព្រៀងផ្ទាត់ធម៌វិន័យចំនួន5លើកគឺថាពីមុនមកអត់ទាន់ទៅសេជាលេខអក្សរទេហើយដល់ព្រះអរហន្តលោកបារម្ភតទៅអនាគតខ្លាចបាត់ពុទ្ធសាសនាក៏ធ្វើការជំនុំគ្នាជំនុំចិត្តរហូតដល់បញ្ញមៈសង្កេយនាសង្កេយនាលើកទី5នោះបានសរសេរជាលេខអក្សរជាបាលីហ្នឹងអត់មានកែប្រែទេព្រោះពុទ្ធថាម៉េចសរសេរចឹងព្រោះហើយមានអត្ថកថាដីកាជំនួយបញ្យល់បន្ថែមដើម្បីឲ្យយល់សេចក្តីព្រោះពេលខ្លះជ្រៅណាស់ពេលពុទ្ធបើគ្មានអត្ថកថាទេពិបាកយល់ព្រោះអត្ថកថាជាប្រារហន្តដែរមនុស្សមិនខ្លាំងៗទេមនុស្សបញ្យល់ពង្រីកសេចក្តីឲ្យងាយស្ដាប់បានព្រោះដូច្នេះពុទ្ធសាសនាថេរវាទយើងអត់កែប្រែជាពុទ្ធសាសនាពិតប្រាកដហើយមហាយានក៏និយាយតិចចុះមហាយានហើយនិយាយពុទ្ធសាសនាមានបែកនិកាយ2ព្រោះហៅថេរវាទអាចារ្យវាទថេរវាទគឺធ្វើតាមប្រធេរៈជាព្រះអរហន្តលោកធ្វើសង្កេយនាដូចកុងហ្វេរង់ចឹងព្រោះ conference សន្និសីទចឹងត្រៀមទាត់ធម៌វិន័យតាមពេលពុទ្ធក៏មកបាត់បង់តែដល់មហាយាននេះអាចារ្យវេទគឺអាចារ្យក្រោយមកគេកែធម៌វិន័យព្រោះកែខ្លះដើម្បីធូរឲ្យធូរនឹងអាចារ្យវេទនោះពធូហើយថេរវាទយើងអត់ពធូទេពុទ្ធថាម៉េចនៅចឹងគឺថាមិនកែធម៌កែវិន័យសួរអស់អ្នកប្រតិបត្តិចុះមិនកែច្បាប់ទេហើយដល់អាចារ្យវេទនេះពាក្យអាចារ្យគឺគេធ្វើcommentary គឺធ្វើវិចារណកថាក្រោយមកទៀតបានជាបែកនិកាយហ្នឹងគឺនិកាយថេរវាទយើងប្រទេសណាខ្លះកាន់ថេរវាទយើងដោយប្រទេសកម្ពុជាប្រទេសថៃវ៉ាលាវស្រីលង្កាភូមាក៏លើកហៅយ៉ាម៉ាភូមាក៏ហើយមកផ្នែកទីឥណ្ឌានឹងពុទ្ធសាសនាថេរវាទហើយពុទ្ធសាសនាមហាយានដែលអាចារ្យវេទថាអាចារ្យហ្នឹងគឺអ្នកកែក្រោយហ្នឹងដោយប្រទេសទីបេប្រទេសទីបេសម្ដេចដល់ឡៃឡាម៉ាហ្នឹងគឺទីបេព្រោះធัวវិន័យធัวព្រោះជាឃើញតាមទូឃើញហ្នឹងការស្រីបានការបងសួរស្រីហើយឆាន់បាយជាមួយប្រសក់ឆាន់បាយប្រសក់ធ្វើជំនួយជួយដូរបានបងដូចជប៉ុនដែលជួយបោះពុំបត្រៃបៃតករាប់ពាន់ច្បាប់នៅដល់ប្រទេសកម្ពុជាហ្នឹងគឺប្រសង់មេកំហ៊ុនគេធ្វើអូស៊ីធ្វើការធម្មតាដូចកុហកចឹងដល់ពេលសូត្រធម៌គេពាក់អាវវែងអាវផាយណាដូចវៀតណាមក៏មហាយានដែរថ្វាយគុំទៅថ្វាយគុំហើយដោះអាវផាយចេញបើឡានភ្លាមទៅធ្វើការដូចកុហកចឹងបងតែថ្វាយជួបសិទ្ធប្រសងសេរីលង្កាថ្ងៃមុនណានៅវត្តថ្វាមាន
មានស្រីលង្កាមានជួលផ្ទះតូចមួយគ្នាអត់ទៅមានវត្តទេសូមធ្វើបុណ្យវត្តអាត្មាគឺវត្តអាត្មាដូចធំអាត្មាសួរថាឥឡូវនៅស្រីលង្កាមានតែបោះឆ្នោតបានទេប្រសងធ្វើគណៈបកនយោបាយទៀតគណៈបកនយោបាយដែរគណៈបកបោះប្រសងមកអាត្មាសួរថាមកជា200នាក់តំណាងរាស្ត្របានតាម10អង្គដែរទៅអង្គុយរដ្ឋសភាទៅអង្គុយរដ្ឋសភាបាន10អង្គធ្វើដល់គណៈបកនយោបាយយ៉ាងទេរវាយើងផងបងហើយបើក្រៅពីហ្នឹងអត់មានបោះឆ្នោតទេគឺប្រសង់ថៃភូមិអត់មានឲ្យប្រសង់បោះឆ្នោតទេខ្មែរយើងរេចុះរេឡើងម្ដងឲ្យបោះម្ដងឲ្យបោះទៅតាមនយោបាយដែលថាពីមានប្រយោជន៍ទៅគេថាឲ្យបោះតែគ្មានប្រយោជន៍តែកុំឲ្យបោះខុសវិន័យមិនបើថាឲ្យបោះវិញអត់ខុសវិន័យទេនិយាយអញ្ចឹងបាទហើយយើងមានបោះពិតអត់ឲ្យឈរឈ្មោះជាតំណាងរាស្ត្រអត់ឲ្យឃោសនាទេអត់ឲ្យធ្វើរដ្ឋមន្ត្រីទេពិតឲ្យបោះហើយចំណុចហ្នឹងអាត្មានិយាយរួចហើយនិយាយវិទ្យុអាស៊ីសេរីវិទ្យុ VOA វិទ្យុសម្លេងសាររដ្ឋអាមេរិកអាត្មាបានជំទាស់ថាចង់ឲ្យប្រសងបោះឆ្នោតពីព្រោះមានបញ្ហាព្រោះថាបញ្ហាចំពោះគណៈបកណាដែលអត់គ្រប់គ្រងគេនាំមានរឿងរ៉ាវចំពោះប្រសងបានថាចង់ឲ្យបោះកាលៈទេសៈនេះអត់ទាន់ដល់ពេលធ្វើចង្ការទេព្រោះឲ្យនៅសារវិន័យរបស់យើងមិនមកចប់ចឹងទី1ទី2ទៀតអ្នកនយោបាយអត់ឲ្យនិយាយក្នុងវត្តទេឲ្យនិយាយក្រៅវត្តប៉ុន្តែមើលថាមកថ្វាយអង្គមព្រះថ្វាយអង្គមប្រសងមកចុះគណៈបកណាក៏បានព្រោះអត់ទាស់ទេប៉ុន្តែកុំឲ្យនិយាយនយោបាយក្នុងវត្តនាំឲ្យទំនាស់គ្នានាំឲ្យសៅមងដល់វត្តនាំឲ្យបកមកខាងទៀតស្អប់វត្តឲ្យវត្តនៅជាកណ្ដាលឲ្យវត្តនៅជាកណ្ដាលជាចៅក្រមគេវិញជាអ្នកប្រស៊ីគេស៊ីគ្នាវិញដល់យើងចូលមកខាងវាមានរឿងងៅដល់សាសានឹងចំហអាត្មាពិតប្រកបនេះចឹងគឺថាមិនចង់ឲ្យប្រសងបោះទេឲ្យលោកដែរទេនិយាយវិញហ្នឹងនិយាយពីថាថេរវាទយើងមានប្រទេសសេរីលង្កាមួយបង្កើតគណៈបកនយោបាយប៉ុន្តែស្វាសួរទៅថាមានទំនាស់គ្នាខ្លះដែរជាប្រសងឲ្យប្រសងតំណាងរាស្ត្រមិនដល់វាយគ្នាទេប៉ុន្តែបកសម្លេងខ្លះមិនជាស្រួលប៉ុន្មានទេហើយចំពោះពុទ្ធសាសនាមហាយានអាហ្នឹងគេធ្វើនយោបាយក៏បានដែរព្រោះជប៉ុនទីបេចិនវៀតណាមគេប្រសងគេធ្វើនយោបាយបានទាំងអស់វិន័យគេធូរអញ្ចឹងមិនមានពាក្យមួយពុទ្ធបរិស័ទចំណាំថាខ្មែរយើងធ្ងន់វិន័យថៃធ្ងន់ប្រសូតហើយប្រទេសភូមាធ្ងន់ប្រាក់អភិធម្មអាត្មាវិន័យទៅដូចត្រូវមែនខ្មែរយើងវិន័យតឹងប្រសងវិន័យតឹងបងវិន័យតឹងហើយប្រសក់ជួយមើលទៀតសក់រិះគន់ទៀតណាធ្វើមិនស្រួលប្រសក់រិះគន់ទៀតណាវិន័យតឹងអាត្មាដើរទៅមានដើរទៅប្រទេសភូមាសេរីលង្កាថៃក៏ប្រសងខ្មែរវិន័យល្អជាងបងអាត្មាឃើញភ្នែកហើយដូចនៅនេប៉ាល់ប្រទេសនេប៉ាល់ប្រសងថេរវាទយើងអាត្មាមានប្រសងដើរតាមទៅអាត្មាទៅប្រទេសនេប៉ាល់ទៅភ្នំហេមពៀនហើយឃើញអាត្មាដើរមួយប្រសងនេប៉ាល់ឃើញស្ត្រីជំទង់2នាក់ប្រហែលជាអាយុ10ឆ្នាំដើរមកហើយប្រសក់អ្នកថតហ្នឹងចង់ថតយុវតីនេប៉ាល់សាប្រសងទីបេកាន់ស្រីទៅ2មកថតយកអីប្រសងគេកាន់ស្រីបានណាប៉ុន្តែហ៊ានថាគេទេកាន់តែថតមកកាន់មែនទេឃើញប៉ុន្តែថេរវាទយើងផងធូគេធូជាងបងដល់ប្រទេសថៃគេថាកម្មធូខ្លះតាំងគេអត់រវល់ឲ្យតែជឿព្រះជួនកាលព្រះពុទ្ធរូបពាក់អង្គប៉ុនផឹកសាប្រមាត់ខ្លះធ្វើចោលប៉ុន្តែពាក់ព្រះខ្លួនគេថាឈឺចោលប៉ុន្តែវាជឿព្រះគឺពាក់កពាក់ព្រះពុទ្ធរូបនឹងកហ្នឹងមកអានេះគេធូថាគេធូប្រសូតគេថាឲ្យតែជឿព្រះធ្វើអីធ្វើឲ្យវាយកព្រះទៅពាក់នៅយើងទុកវាបានកាវគេ
bên bên cái tận mặc cái đài của các lại là thu rằng đó phù mê và tại phù mê thì phù mê còn cục đó của từ lại bột đồ cái nó bằng cái gỗ từ tầng xây tầng bóp bên là ngay khi mình phải thuộc hơi giờ lốm đi cái gọi cả hình tiền hồi tiền cả từ đó phải cùng hai tới kinh quy samadhi của người phải cùng hai đại chánh thế quy samadhi bốn đồng tí khoa học đó là làm món nó khơi mà khơi nền nhé cái thoại cùng mùi trang trường bạn bảo kê đó sẽ có một cô trả phà này của hay không ai biết ọt bằng hạt của ọt bằng hạt tôi tôm bán ọt bằng hạt thoại cùng một tha không ai tôi ta cái niềm tâm cho họ tha thoại cùng mình là nè rồi cái cá chứ nghĩ thì ngang thoại cùng một vị tỷ nào đâu cái này bây giờ thoại cùng bố bằng sấy họ xong sao bằng của chứ mà những ọt bằng hạt cái này ọt bằng hạt cái này đó tôi chỉ nghĩ chẳng hạn nó dân chặt lại cái xoài cùng nó một cái bằng hạt cái này nó dân buồn thôi hay cái sọc nghiêm nó buồn hay vậy đàm của mày tịnh mày đây lô lá buồn tiền lô lá cho nên mình chẳng biết đấy bây giờ dân mình biết đi thằng ý thật thà tất bạc cái anh cho cả thà bạc cái không bạc cái sim mình cho buồn rồi còn thả vô này rồi còn thả cái ấy rồi và thả và tao đang cái phải làm mới xong rồi vô mình cho bút không mà sốt tốt mình cho chai chầu dây chở được nữa từ đây con kế mình gì đa là từ sau con này có cô giống được một sự bật nó tọt chứ và con ấy ở đây nó gồm đặc cái cho cái ở cô nó bồn thà chứ mà đi tìm đây chứ bồn thà tìm đây là mà nào tính bây giờ là con ấy mình xuống nó cho là đâu mới ở cái ở cô nó cô đâu lục bị thà tròn bị thà còn thà kia nó còn thà kia cô thà dư nó thật là dư mình sim thôi mình buồn mà kì mình buồn mà kì kinh cho cái buồn này ai cái phép mà kì cái này nữa và thoại cũng phải mấy cái này và tí cái thoại cũng được này về về mấy cái này là tí cái về được cái này nhưng tôi ai cái phép thì ta cũng nghĩ thế này là hay gì bị chạy chơi mấy đứa ở dây chờn bò dây chờn ọt bàn cá nữa rồi và dây bàn cá mấy dây chán á bây giờ mình tiện mùi tiết bố có bố mà cho ai trở lên cha mà chẳng an toàn mình môn vô mấy mà thọ một quỳ mà bố có bố mà cho ai trở lên được ồ thôi em thưa cả đây còn có ai trở lên như thế không nói gì ồ thôi em thưa cả ồ cha mà chẳng an toàn mấy ở đây ở lấy đây cái chỗ hành mấy mình mà môn mình ta mà chúng ám mới lấy dùng mấy mà tóm quỳ sọc đài sọc bò xong ấy môn cái thằng bộ môn khoái nó nè nơi chỗ một vùng mì chả cần ai mà ai sẽ so đấy ai dễ dịp chia bờ má chia vùng mì sẽ đi là so khoái cái dễ việc nó tay khoái mà môn bò trong thằng bố khoái môn thằng bố khoái môn là đám tư phùng mía khơi chuyện toàn cái sọt với hỏi niệm sấy vị đó chuyện muốn thì dây máu của men thọ tụ dây đất sẽ đem việc đó trâu việc không ai rồi thật ẩm bô phía sáng mồm không ai dương cây thì đã đến bàn của uất chán dây chán nữa hay riêng đi muối và chia viên bán không ai dương ở đây lê sọc với bò thế mới có ai chẳng ai cái đấy bây giờ bỏ na để cô ai tầm lấy lực tầm lấy từ rồi bỏ na để mình cô lực tầm lấy cô thì con là bây giờ tha bản na để chơi cá rồi bỏ để cô ai tầm lấy ai tầm lấy tôiจะ áp cho mình rồi tôi đã chơi đắng không ai dễ làm cái đó là son tình tôi nhá
hay mình bậc cao làm thay hay mình buông oi đầm lầy thế chứ bằng áp để chết đắng hay sập thằng ấy ta thoa mới để chết đắng ngưỡng một cái đối sầm này ta bật xong cứ cùng máu bao chỉ cùng đập cụ là ngốn bong bong ơi ai tế của bò mà bậc bò con mà bậc bông tập bị bầy bậc bông tập mà nên mà khăn đó ai bỏ bố cho tham đấy có gọi thà chẳng cô thà ấy sẽ sạp cái đó làm tê sná đấy sẽ dễ sạp rồi hoặc chế đôi mê sâu những số rộn mòn này nên là trên đang thấy độc tố rồi mai khoai có độc tố của nó ở thiên nhiên thế cô cà phê chỉ bật ấy thấy xem nè là ngôn lang càng cà là ngôn lang càng cà của bên là thoa thải chế bị mê tụi bị cọp phụ còn nơi từ bị mê là đè tụi bị ra kia đôi tầm lai cả đôi rồi cọp phụ rồi còn nơi tầm mê là đè bên test tùng bia spawn có bây là ai được đặt được các ba còn nơi từ tùng bia là spawn ăn khai cho mê đây tụi bây cái lớp đó chưa mê cái đôi còn nơi từ spawn đây ăn gần mê ăn gần PT tụi bây là pra chế đang kia bằng áp bằng tóc bằng áp cái ớt oi tầm này bệnh na cả đó cần nơi chỉnh biệt là đèn